ឡងតនច្រើនគូសំដែរបងប្អូនឡើងចាប់បានទៀតហើយចាប់ញាត់ដាក់ក្នុងកដុងហើយយប់នេះខ្ញុំមកតែម្នាក់ឯងទេអត់មានអ្នកកាន់កាមេរ៉ាកាន់អីទេបងប្អូនឡងតនខែនេះពិបាករោដែរបងប្អូនដោយសារវាអត់តន់ធ្លាក់ភ្លៀងបើសិនជាវាធ្លាក់ភ្លៀងអានឹងស្រួលជាងរោវិញទេអានេះវាកម្រចេញចឹងជាងពិបាកនឹងរោជំរាបសួរក៏ដូចជាសួស្តីទៅកាន់អ្នកមើលទាំងអស់គ្នាផងដែរសកម្មភាពរបស់ខ្ញុំនៅក្នុងថ្ងៃនេះគឺខ្ញុំចាប់ដើមពីម៉ោង4ដើម្បីទៅរកគោតែឥឡូវនេះខ្ញុំកំពុងតែធ្វើដំណើរដោយម៉ូតូជិះម៉ូតូបដាថតបដាបានចេះដុតឃើញស្មើឃើញច្បាងខែហ្នឹងវាស្ងួតឲ្យចេះដុតលេងទៅដឹងវាយកស្អីមកគិតទេអានេះដុតហ្នឹងហើយខាងក្រោយខ្ញុំគេក៏កំពុងដុតតែបងប្អូនដុតឆេះសាហាវបងប្អូនខ្ញុំអត់ទៅមើលទេបើប្រញាប់ដើររកគោតែគោអត់ទាន់ឃើញហ្មងជាសំណាងរបស់ខ្ញុំក៏បានមកផ្ទះទៅក៏ឃើញគោនៅក្នុងក្រោយតែម្ដងมันពិបាកដើររកវាបន្តទៀតទេហើយក៏មកទៀតថ្ងៃក៏រៀបលេចទៅហើយខ្ញុំក៏បានរៀបចំខ្លួនដើម្បីធ្វើដំណើរទៅឆ្លងមកកែនៅតាមវាស្រែតាមនៅឯងទេតែធ្វើការជិះម៉ូតូដើម្បីទៅដល់គោលដៅដែលខ្ញុំចង់ទៅហ្នឹងដល់កន្លែងហ្នឹងភ្លាមគឺថាខ្ញុំក៏បានដើរចាប់ប្លន់តនដាក់ក្នុងកដុងទៅបានគូសសំដែរពុកម៉ែបងប្អូនហើយសកម្មភាពរបស់ខ្ញុំមួយទេប៉ុន្តែនិយាយពីថៃចាប់បង្កែបងប្អូននេះបងប្អូនប្លន់តននេះចាំមើលខ្ញុំព្រីឲ្យបងប្អូនមើលនេះវាអត់សូវមានច្រើនទេប៉ុន្តែខ្ញុំព្យាយាមចាប់វាតតែពេញមកកដុងរបស់ខ្ញុំដើម្បីយកទៅផ្ទះដើម្បីបានធ្វើហូបជុំគ្នានៅថ្ងៃស្អែកនិយាយពីការឆ្លងកង្កែបពុកម៉ែបងប្អូនមួយចំនួនដែលគាត់មិនធ្លាប់ឆ្លងកាត់ណាគឺថាមិនទាន់ស្គាល់ផ្នែកកង្កែបទេពីមុនមកក៏ខ្ញុំមិនធ្លាប់ដឹងថាផ្នែកកង្កែបវាមានពណ៌អីដែរបងប្អូនហើយឥឡូវនេះខ្ញុំមកប្រាប់បងប្អូនថារបៀបឆ្លងកង្កែបហើយយើងមើលផ្នែកវាមានចាំងពណ៌លឿងណានឹងផ្នែកកង្កែបតែបើសិនជាពណ៌សថ្លាហ្នឹងមិនមែនទេបងប្អូនអានឹងសត្វល្អិតពេលយប់អត់ស្គាល់ទេបងប្អូនអញ្ចឹងជាងព្យាយាមមើលតែផ្នែកណាដែលចាំងហើយក្រហមលឿងអាហ្នឹងដឹងផ្នែកកែបងប្អូននេះបងប្អូនចាប់បានមួយទៀតហើយចាប់រហូតដល់ម៉ោង7:12បងប្អូននឹងចាប់បានមកកដុងទៅហើយក៏ចាប់ផ្ដើមត្រឡប់មកផ្ទះវិញហើយដោយបងប្អូនបានឃើញនៅក្នុងសកម្មភាពជាក់ស្ដែងអញ្ចឹងគឺខ្ញុំមានអាគោមួយទេដើម្បីឆ្លងកែបហើយកាន់ដបមួយហើយកាមេរ៉ាមួយទៀតទប់មកទៀតខ្ញុំក៏បានចេញពីវាស្រែក៏ចូលនៅក្នុងព្រៃដើម្បីដើរឆ្លុះនៅតាមអូរដើម្បីរងកែបហ្នឹងវាចូលចិត្តនៅតាមទឹកដែលមានសើមណាបងប្អូនស្មាននឹងកែបក៏បានមើលទៅមែនគឺក្តាមហើយចេញមកដល់កន្លែងនេះគឺថាខ្ញុំបានចាប់ត្រឡន់តនហ្នឹងមកកន្លែងហ្នឹងគឺ2តែម្ដងបងប្អូនមកគូវាមកព្រោះឲ្យវានៅជុំគ្នាដំបូងខ្ញុំឃើញតែមួយទេដល់ពេលខ្ញុំមកចាប់ទៅវាលោតចូលក្នុងដានកបីហ្នឹងវានៅជុំគ្នា2នាក់ហ្មងហើយឥឡូវនេះខ្ញុំក៏បានចាប់តទៀតទៅដើម្បីឲ្យវាពេញកដុងរបស់ខ្ញុំហើយបន្តមកទៀតខ្ញុំក៏បានឃើញនៅខ្យងព្រោះអានេះខ្យងយើងធំប៉ុន្តែខ្ញុំអត់ចាប់ទេបងប្អូនខ្ញុំចាប់ត្រឡន់តនមួយទេចាប់ត្រឡន់តនបានមកកដុងហើយក៏ចាំត្រឡប់ទៅដេកវិញ